ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនពីវិធីធ្វើម៉ាំល្ហុងចាវិធីធ្វើរបស់យើងគឺងាយទេបងប្អូនគឺដោយសារខ្ញុំមានល្ហុងយើងរៀងពងមាន់ណាអញ្ចឹងទៅខ្ញុំក៏យកវាមកធ្វើម៉ាំល្ហុងអញ្ចឹងទៅក្នុងនោះយើងមានល្ហុងហើយនេះគឺទឹកស្ករដែលខ្ញុំកូរហើយមានម៉ាំប៊ីចេងបន្តិចទៅហើយនឹងរំដេងដែលយើងហាន់តសៃបែបហ្នឹងណាឥឡូវខ្ញុំធ្វើការច្បល់គ្រឿងទាំងអស់ហ្នឹងចូលឬក៏បងប្អូនដាក់គ្រឿងណាច្បល់ចូលគ្នាហើយចាំយកមកចាក់លបាយនឹងច្បល់ជាមួយល្ហុងក៏បានដែរឥឡូវខ្ញុំចាក់គ្រឿងយើងទាំងអស់ចូលដើម្បីឲ្យយើងទឹកស្ករហ្នឹងគឺយើងដាក់ដើម្បីឲ្យវាផ្អែមហើយក៏យើងកំឡោចឲ្យវាមានពណ៌ទៅដើម្បីឲ្យម៉ាំល្ហុងយើងវាមានពណ៌ស្អាតណាពេលដែលយើងដាក់គ្រឿងចូលសព្វអញ្ចឹងហើយខ្ញុំធ្វើការច្បល់វាដើម្បីឲ្យវាចូលសព្វជាតិល្អជាមួយម៉ាំជាមួយរំដេងយើងអញ្ចឹងណាបន្ទាប់ពីខ្ញុំច្បល់គ្រឿងយើងបានសព្វហើយខ្ញុំធ្វើការបន្ថែមនៅអង្ករលីងដែលយើងកិនវាម៉ប់អញ្ចឹងហើយដើម្បីបន្ថែមរសជាតិឈ្ងុយហើយយើងបន្តច្បល់អង្ករលីងហ្នឹងឲ្យវាសព្វជាមួយនឹងល្ហុងយើងហ្នឹងបន្ទាប់មកខ្ញុំក៏យកវាទៅដាក់ក្នុងក្រឡកែវមួយដើម្បីផ្អាប់ទុកវារយៈពេល4ថ្ងៃហើយសម្រាប់រសជាតិគឺយើងយកឲ្យវារៀងផ្អែមបន្តិចដើម្បីឲ្យវាចាប់ជាតិជាមួយម៉ាំល្ហុងយើងណាបន្ទាប់ពីយើងផ្អាប់រយៈពេល4ថ្ងៃក្រោយឥឡូវយើងបានម៉ាំល្ហុងយើងអាចទទួលទានបានហើយគ្រាន់តែថាពណ៌វាអត់សូវស្អាតព្រោះដោយសារល្ហុងខ្ញុំនៅនេះវាអត់សូវជាពងមាន់ល្អដូចនៅស្រុកយើងអញ្ចឹងណាយើងអាចយកមកទទួលទានដាក់ចានដាក់បន្ថែមនៅម្ទេសជីច្របាច់ក្រូចឆ្មាចូលអញ្ចឹងទៅគឺរសជាតិដឹងតែអែមតែម្ដងហើយយើងញ៉ាំជាមួយត្រីអាំងអីអញ្ចឹងអូយឆ្ងាញ់ណាស់បងប្អូនចាអរគុណច្រើនសម្រាប់ការទស្សនាហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះអរគុណបាយបាយ